កម្ពុជាបានសុខចិត្តដកទ័ពចេញពីតំបន់ឆ្លោះគ្នាតំបន់មានចំនួនរវាងសៀមហើយនិងខ្មែរហើយពាក្យដកទ័ពឬក៏ហ៊ុនសែនមិនហ៊ាននិយាយថាដកទ័ពនិយាយថាពាក្យកែតម្រួលហ្នឹងហើយអាហ្នឹងហើយមានស្មើនឹងដកទ័ពហ្នឹងដូចខ្មែរក្រហមតែយកទៅសម្លាប់ចោលវាថាយកទៅកសាងអញ្ចឹងនិយាយព្រោះអញ្ចឹងណាបងបាទហើយអ្វីដែលជំហរក្រសួងការពារជាតិលើកឡើងណាគឺជាការតាមត្រូវណាបងវិស័យពីព្រោះហេតុអីបានជាមានករណីឆ្លោះគ្នាហ្នឹងទៅលើដីពីព្រោះយើងដឹងថាដីនេះគឺជាដីរបស់យើងគឺជាទីតាំងរបស់យើងកន្លែងរបស់យើងណាកន្លែងរបស់យើងហេតុអីដែលវាមកដេញឲ្យយើងដកខ្លួនដកអីចេញពីកន្លែងហ្នឹងខ្ញុំសួរបើសិនជាអញ្ចឹងដដែលហេតុអីពីដំបូងមកចាំបាច់ធ្វើឲ្យមានការផ្ទុះអាវុធបាត់បង់ជីវិតទាហានយើងម្នាក់ទៅអីទៅពេលហ្នឹងតើចាត់ទុកថាបើសិនជាដកថយពេលហ្នឹងមានន័យថាចាត់ទុកថាកន្លែងដែលយើងឈរជើងហ្នឹងជាតំបន់សគឺជាតំបន់ចំនួនមានន័យកន្លែងហ្នឹងវាមិនទាន់ស្ពេចស្ពិលមិនទាន់ច្បាស់លាស់ថាកន្លែងហ្នឹងជាដីរបស់យើងឬមួយក៏យ៉ាងណាអាត្រង់ចំណុចនេះហើយដែលខ្ញុំរងចាំតាមមើលហើយខ្ញុំចង់បន្ថែមមួយទៀតបញ្ជាក់ថាចេះថាបើសិនជាចង់សម្រួលដើម្បីបញ្ជាការប្រយុទ្ធគ្នាបង្ហូរឈាមមែនណាខ្ញុំអត់បដិសេធទេបងពីព្រោះអីខ្ញុំអត់ចង់ឲ្យមានការផ្ទុះអាវុធទេកុំឲ្យវាមានពួកអាចោសៀមនេះវាអាចនឹងវាយប្រហារមកលើយើងវាអាចផ្លោងចូលទីតាំងរបស់យើងពីព្រោះវាយើងឃើញគម្រាមតបរបស់វាអីនាយករដ្ឋមន្ត្រីវាសិតតែបកគលចំណាត់ការនឹងទៅឲ្យទាហានវាដើម្បីដោះស្រាយមានវាចង់និយាយថាវាឲ្យធ្វើសង្គ្រាមណាបងអានេះជាន័យរបស់វាមួយអញ្ចឹងខ្ញុំអត់ចង់ឃើញទាហានខ្មែរយើងបាត់បង់ជីវិតតទៀតទេអានេះជាទស្សនៈការយល់ឃើញរបស់ខ្ញុំប៉ុន្តែត្រូវតែបង្ហាញភាពច្បាស់លាស់ដល់ប្រជាពលរដ្ឋខ្មែរត្រូវតែបញ្ជាក់ប្រាប់ថាសូមបងត្រូវតែបញ្ជាក់ប្រាប់ថាបើទោះបីជាមានការដកទ័ពនឹងក៏ពិតមែនក៏ប៉ុន្តែសូមបញ្ជាក់ថាកម្ពុជានៅតែចាត់ទុកថាតំបន់ទាំងអស់ហ្នឹងគឺជាទឹកដីរបស់ប្រជាពលរដ្ឋខ្មែរនៅឡើយទេនៅក្នុងដំណាក់កាលចរចានៅក្នុងដំណាក់កាលនេះកម្ពុជាត្រូវការប្តឹងទៅ ICJ ដើម្បី ICJ បញ្ជាក់ថាកន្លែងនេះជាទឹកដីរបស់ខ្មែរបន្ទាប់ពីមានការចរចាចប់តាមរយៈតុលាការហើយកម្ពុជារក្សាសិទ្ធិបញ្ជូនកងទ័ពទៅឈរជើងនៅទីតាំងនឹងវិញដដែលអានេះគឺជាអ្វីដែលខ្ញុំចង់ឃើញហ៊ុនសែនហ៊ុនម៉ាណែតចេញមកប្រកាសចេញមកទៅសេអាហ្នឹងយើងយល់ព្រមការដកទ័ពបែបហ្នឹងគឺខ្ញុំយល់ព្រមនេះជាការឆ្លេះវៃប៉ុន្តែអត់មានបញ្ជាក់ប្រាប់អំពីចំហការដកទ័ពហ្នឹងហើយត្រូវធ្វើយ៉ាងម៉េចអីគឺត្រូវតែប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ពីពួកយើងជាម្ចាស់ទឹកដីទាំងអស់គ្នាទោះបីជាបងវិសាទោះបីជាខ្ញុំបងហ៊ីលយូបងសួងឈៀននៅប្រទេសអាមេរិកក៏ដោយប៉ុន្តែជាទឹកដីរបស់ខ្មែរយើងទាំងអស់គ្នាទេមិនមែនជាទឹកដីរបស់ហ៊ុនសែនមិនមែនជាទឹកដីរបស់ហ៊ុនម៉ាណែតទេអញ្ចឹងខ្ញុំចង់គិតបញ្ជាក់អញ្ចឹងហើយចង់ឲ្យឃើញបញ្ជាក់អញ្ចឹងថាឥឡូវនេះយើងសម្រួលកងទ័ពដើម្បីបញ្ជាការផ្ទុះអាវុធអូខេខ្ញុំគ្រប់គ្រងប៉ុន្តែត្រូវតែបញ្ជាក់ថាកម្ពុជានៅតែរក្សាជំហរទឹកដីទាំងអស់នេះជាតំបន់របស់ខ្មែរនៅក្នុងពេលដែលយើងចរចារៀបចំពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ហើយកម្ពុជារក្សាជំហរបញ្ជូនកងទ័ពរបស់ខ្លួនទៅឈរជើងនៅលើទឹកដីរបស់ខ្លួនដដែលអានេះដែលយើងចង់ឃើញជំហរច្បាស់លាស់បែបហ្នឹងទើបយើងវាមានជំនឿនៅក្នុងការជឿទៅលើដំណោះស្រាយរបស់គ្រូសាស្ត្រតកូលហ៊ុនហើយរឿងមួយទៀតបងវិស័យរឿងហ្នឹងវាគួរតែហ៊ុនម៉ាណែតជាអ្នកទៅសេសារហ្នឹងហើយហ៊ុនសែនប្រធានព្រឹទ្ធសភាហ្នឹងបងទៅតែហ៊ុនសែនទេមកទៅសេរៀបរាប់ពីការសម្រួលកម្លាំងទ័ពហ្នឹងដូចអត់យល់អំណាចគ្នាទេខ្ញុំពីអ្នកឲ្យកូនទៅដល់អំណាចគ្នាមិនហើយរឿងហ្នឹងមិនក៏ហ៊ុនម៉ាណែតមិនចេញមកសេខ្ញុំអត់យល់បងអាហ្នឹងជាចំនួនមួយខ្ញុំឆ្ងល់បាទហ្នឹងហើយអរគុណនេះចំពោះខ្ញុំគ្រប់ត្រូលនៅមិនចង់ឲ្យមានតបតាំងពីមានការប៉ះគេគ្នាបាញ់គ្នាទេបងប្អូនពីព្រោះការបាញ់គ្នាគឺយើងមើលសភាពការទៅគឺតបខ្មែរយើងចាញ់ព្រៀបគេហើយដែលខ្ញុំហ៊ានចាញ់ព្រៀបខ្ញុំមិនមែនមានន័យថាតបខ្មែរយើងក៏កំសាកមានច្បាំងដែរចាញ់ព្រៀបនេះគឺទីមួយយើងខ្វះ equipment បើសិនតែច្បាស់គ្នាមែនទេអ្នករបួសច្រើនឡាប់ច្រើនជាងគេគឺយើងអត់មានប្រដាប់ការពារហើយទី2យើងឃើញទាហានវាមានបែងចែកការងារយើងឃើញខ្មែរហ្នឹងដូចអត់មានឃើញទាហានស្បៀងទាហានខាងស្បៀងទាហានខាងពេទ្យសម្រាប់ជួយអ្នករបួសសម្រាប់ជួយអ្នកជំងឺអីយើងអត់ឃើញមានច្បាស់លាស់យើងឃើញតែទាហានជួយជើងឃើញតែទាហានហ្មងអញ្ចឹងកន្លែងហ្នឹងបើសិនជាសង្គ្រាមបាក់នេះមែនទេយើងវាអាចចាញ់ព្រីពីកន្លែងហ្នឹងតែខ្ញុំគ្រប់គ្រងមិនឲ្យមានសង្គ្រាមប៉ុន្តែការចរចាយើងយ៉ាងម៉េចយើងអាចចរចាគ្នាយើងតបដាក់ប្រជុំមុខដាក់គ្នាបានប៉ុន្តែយើងក៏ឲ្យមានអាវុធនៅខ្លួនបាទយើងគ្រាន់តែចូលត្រៀមមើលទៅក៏មានអាវុធនៅខ្លួនដកអាវុធយើងតចរចាឲ្យខាងថៃក៏មកកាន់អាវុធយើងក៏មានកាន់អាវុធដូចគ្នាអានឹងយើងអាចទទួលជោគជ័យប៉ុន្តែខ្ញុំមិនគ្រប់គ្រងឲ្យដកខ្លួនដកទ័ពចេញពីកន្លែងទីតាំងដែលយើងធ្លាប់ជួយជើការពារជើងអញ្ចឹងមានន័យថាម៉េចបងប្អូននៅពេលដែលទាហានថៃសង្គ្រាមមកប្រាវផ្ទុះមកប្រាវហ្នឹងដែលបាញ់គ្នាប្រហែលជា10នាទីហ្នឹងធ្វើឲ្យទាហានខ្មែរយើងស្លាប់ម្នាក់
ហើយថៃវាចោលតែយើងចូលទឹកដីវាបានវាបាញ់ប៉ុន្តែទឹកដីហ្នឹងជាកន្លែងយើងទេបើសិនតែយើងដកតបចេញពីកន្លែងហ្នឹងយើងមានទទួលស្គាល់ថាហ្នឹងជាទឹកដីរបស់ថៃយើងខ្មែរយើងទៅចូលទឹកដីវាហើយបានគេបាញ់មិនចឹងទេបងប្អូនកន្លែងហ្នឹងមួយគឺការលះបង់របស់លោកសូនរ៉ូនហ្នឹងគឺលះបង់ដោយទេបានផលប្រយោជន៍គឺគាត់អយុត្តិធម៌ចំពោះគាត់ត្រូវគេបាញ់សម្លាប់លើទឹកដីខ្លួនឯងហើយយើងបែរជានាំគ្នាដកតបចេញពីកន្លែងដែលយើងធ្លាប់ចូលជើងដោយសារតែយើងអួតខ្លួននិយាយថាការពារសន្តិភាពកុំឲ្យមានសង្គ្រាមមេទាំងអស់ហ្នឹងហើយដកចេញពី200ម៉ែត្រនេះខ្លួនយើងអត់ដឹងថាថៃគេដកប្រហែលម៉ែត្រទេបងប្អូនយើងអត់បាននិយាយកន្លែងហ្នឹងទេទឹកដីយើងសោះដលេផ្ទះខ្ញុំសោះគេឲ្យខ្ញុំដកចេញពីផ្ទះខ្ញុំ200ម៉ែត្រវាអត់សមហេតុផលហើយយើងចរចាយើងមិនអាចទទួលđượcបានទេហើយហ្នឹងហើយមួយទៀតរឿងបញ្ហាហ្នឹងវាពាក់ព័ន្ធនឹងផលប្រយោជន៍ច្រើនបងប្អូនមានបងប្អូនយើងគាត់នៅខាងក្នុងបានតាក់ទងមកខ្ញុំច្រើនណាស់នៅរឿងរ៉ាវហ្នឹងកើតឡើងដោយសារគេបិទព្រំដែនអញ្ចឹងតលេគេបិទច្រកព្រំដែនប្រហែលថ្ងៃហ្នឹងណាបាទបិទច្រកព្រំដែនហ្នឹងវាធ្វើឲ្យសេដ្ឋកិច្ចប៉ះពាល់មេដឹកនាំធំហ្នឹងពីព្រោះគេបានដឹងថាក្រុមហ៊ុនដែលរស់ស៊ីជាមួយថៃនៅខេត្តកោះកុងនៅចំនួនសុទ្ធតែមេដឹកនាំខ្មែរដែលមានអំណាចហ្នឹងហើយម្ល៉េះអត់ហ៊ានប៉ះពាល់មើលថៃទេមួយអួតហ៊ុនសែនអួតថាថៃបិទបាត់ប្រហែលថ្ងៃជាមើលតំណែងថៃយកទៅណាការពិតខ្លួនឯងទេអ្នកខាតបងនោះពីព្រោះក្រុមហ៊ុនទាំងអស់សុទ្ធតែរុស្ស៊ីជាមួយថៃមកលើទឹកដីខ្មែរយើងអញ្ចឹងហើយបានការចរចានេះអត់បានសម្រេចទេបងប្អូនត្រូវចាញ់ព្រៀបថៃកន្លែងហ្នឹងដោយសារតែផលប្រយោជន៍យើងច្រើនណាស់ការដកទ័ពចេញពីកន្លែងតំបន់យើងចូលជើងហ្នឹងហើយមួយទៀតបងប្អូនខ្ញុំចង់ប្រាប់ថាកាលពីឆ្នាំ2008ដែលនៅយើងធ្លាប់លើវាលន្ត្រីហើយភ្នំត្រប់ឯងហើយជាទីតាំងរបស់ខ្មែរយើងដែលយើងធ្លាប់ចូលជើងហើយហ៊ុនសែនក៏ធ្លាប់អួតថាខ្លួនឯងក៏អង្គុយនៅកន្លែងមុំ3ហ្នឹងដែរប៉ុន្តែនៅពេលដែលចរចាគ្នាយើងដកទ័ពភ្លាមថៃចូលកាន់កាប់យើងអត់ហ៊ានទៅកន្លែងហ្នឹងវិញទេយើងបាត់បង់ទឹកដីហ្នឹងបាត់ហើយបងប្អូនគេកន្លែងហ្នឹងអញ្ចឹងបានថាកន្លែងថ្មីនេះមិនត្រឹមតែដកទ័ពទេបងប្អូនណាគេឲ្យយើងលុបលានដ្ឋានហ្នឹងថ្មីទៀតណាគេដកទ័ពឲ្យលុបទៀតទៅលេគឺកន្លែងហ្នឹងយើងសោកស្ដាយប្រទេសយើងមើលទៅដូចចាញ់ព្រៀបថៃមែនទេណាអញ្ចឹងមកថាមេដឹកនាំនេះកំសាណាបាទខ្ញុំចង់និយាយចំណុចហ្នឹងបងខ្ញុំចង់និយាយចំណុចរឿងលុបហ្នឹងដែរតាខ្ញុំថាផ្លូវនេះអីបើដកទ័ពបើទៅមកដកទ័ពដើម្បីរក្សាសម្រួលស្អីគេដើម្បីសម្រួលដើម្បីសម្រួលកុំឲ្យមានការផ្ទុះអាវុធហេតុអីចាំបាច់ទៅលុបលេខដ្ឋានដែលខ្មែរយើងជិះទៅអីហ្នឹងហើយបាទអាហ្នឹងបាទខ្ញុំបាទដែលខ្ញុំត្រូវដាក់ជាសំណួរសួរដែរនេះបាទចំណុចហ្នឹងហើយបាទកន្លែងហ្នឹងហើយដែលថាគេចរចាគ្នាសម្ងាត់នៅថ្ងៃហ្នឹងថ្ងៃទី8ហ្នឹងគេចរចាជាសម្ងាត់ហើយមេភូមិភាគហ្នឹងគេតាក់ទងគ្នានិយាយចរចាគ្នាសាប់ត្រូវគ្នាហ៊ុនសែនចេញមកប្រកាសអញ្ចឹងទៅថាបងប្អូនកែសម្រួលកងទ័ពហើយមួយទៀតដែលមួយគឺទៀតភាគឲ្យណាខ្ញុំមើលឃើញថាស្អីអង្គញាដួងឆាយគេបង្ហោះថាបងប្អូននាំគ្នាឈប់ប្រើប្រាស់តំណែងរបស់ថៃស្រាប់តែហ៊ុនសែនចេញមកការពីព្រាមបងប្អូនណាបើសិនជាពួកយើងអ្នកគណៈបព្វឆាំងយើងអញ្ចឹងហ៊ុនសែនចោទថាបំពល់ញុះយល់ចាប់ដាក់គុកឯងប៉ុន្តែគ្នាគេអត់ចាប់ដាក់គុកទេគេបែរទៅជាគ្រប់គ្រងហើយនិយាយកុំឲ្យបងប្អូនខ្មែរយើងគេថាប្រកាន់ពូជសាសន៍ធ្វើឲ្យមានការចំនួនពូជសាសន៍រវាងពូជសាសន៍ទៅវិញបងប្អូនណាគឺរឿងហ្នឹងចំណុចខ្សោយកន្លែងហ្នឹងបងប្អូនគឺចំណុចខ្សោយផលប្រយោជន៍ហ៊ុនសែនខ្លាចប្រជាជនខ្មែរយើងក្នុងស្រុកហ្នឹងងើបឈប់ទិញផលិតផលមកពីថៃនឹងប្រើប្រាស់ធ្វើឲ្យខាតបង់បងប្អូនគឺខាតបង់ណាគេខាតបង់តកូលហ៊ុនទេតកូលហ៊ុនចូលរឿងនឹងជាធំដើម្បីជាមកការពារខ្ញុំមើលឃើញកន្លែងថាអូជាអ្វីគេហៅថាជាផលប្រយោជន៍របស់តកូលហ៊ុនខ្លាំងមែនទេពីព្រោះយើងឃើញហើយការភាសាហ៊ុនសែននិយាយថាមានតំណែងនងឡជាមួយតកូលថាក់ស៊ីនហ្នឹងគឺចឹងហើយបាទដោយសារផលប្រយោជន៍រស់ស៊ីរួមគ្នាតលេផលប្រយោជន៍ទៅថាក់ស៊ីនហើយតកូលហ៊ុនរស់ស៊ីរួមគ្នាចឹងហើយបានអត់ហ៊ានប៉ះជាមួយតកូលថាក់ស៊ីនហ្នឹងទេហើយនាយករដ្ឋមន្ត្រីថៃហ្នឹងមុនហ្នឹងគេបាននិយាយថាបើសិនតែការចរចាគ្នាមិនបានសម្រេចគេបកគលអំណាចដល់គេទៅឲ្យកងទ័ពទៅយោធារបស់គេខុសគ្នាបងប្អូនណាបើខ្មែរអំណាចទៅលើតកូលហ៊ុនអ្នកដឹកនាំទាំងយោធាទាំងអីទាំងអស់អំណាចលើគេសម្រេចទាំងអស់ប៉ុន្តែនាយករដ្ឋមន្ត្រីថៃអត់មានសិទ្ធិអំណាចសម្រេចលើយោធាទេគេថាបើដោះស្រាយចរចាមិនត្រូវគ្នាគេបកគលឲ្យយោធាជាអ្នកគ្រប់គ្រងអំណាចវិញអញ្ចឹងហើយបានកន្លែងហ្នឹងយើងមើលទៅហ៊ុនសែនខ្លាចកន្លែងហ្នឹងបាត់បង់ផលប្រយោជន៍ច្រើនណាស់ហើយមួយទៀតអាខាងកើតវាមកទៀតមកចាក់ចុចអុចអាលរុញអាខាងកើតទៅហើយកង្វៃហើយតែវាយហើយតែហ៊ានប្តឹងវាយខ្លាំងហើយខូចផលប្រយោជន៍អញយ៉ាងឡើងតឡាការគេកាត់ដល់អញទៀតហើយអញយកដីឲ្យមកជាបែបណាយកកោហើយតែណាអានេះបើអ្វីដែលខ្ញុំយល់កន្លែងហ្នឹងតែលេបាទប្រហែលបងវិសាខ្ញុំចង់ចូលរួមបន្តិចចាំផ្លែបង
រឿងចំណុចដែលថាដកតអីនេះខ្ញុំមើលទៅជាការបងសាច់បន្តនេះសុំទោស អូខេខ្ញុំឃើញ comment របស់ជូសឹកបាត់ដំបងគាត់ថា starting to lose interest អូខេបង hold on អូខេខ្ញុំឆ្លើយជាមួយគាត់អូខេខ្ញុំបានឃើញ comment គាត់ដែរចេះតាមពិតទៅចូលសឹកបាត់ដំបងគាត់អត់បាននៅក្នុងក្រុមការងារយើងគាត់អត់បានដឹងអំពីកិច្ចប្រជុំរបស់យើងជាមួយនឹងក្រុមការងារទេអញ្ចឹងណាបាទក៏អត់បានដឹងអំពីកិច្ចប្រជុំរបស់យើងដែលជួបគ្នាកន្លងមកយើងបានដោះស្រាយហើយគាត់ថាក្រុមយើងនឹងមានភាពល្វីងជូរចាប់នឹងគ្នាហើយពេលនេះដោយសារស្រីសាដោយសារអីចឹងមិនមែនអញ្ចឹងទេតាមពិតទៅខ្ញុំចង់ប្រាប់បងប្អូនថាពួកក្រុមការងារយើងទាំងអស់គឺធ្វើអ្វីយើងឈរនៅលើគោលការណ៍ដូចគ្នាយើងមានគំនិតនៃការគិតនឹងវាមិនខុសគ្នាមិនមានអ្នកណាឆ្លាតជាងអ្នកណាទេបងប្អូនដូចខ្ញុំធ្លាប់ប្រាប់បងប្អូនអញ្ចឹងអ្នកដែលចូលតាមស្ដាប់ទស្សនាការផ្សាយរបស់ពួកយើងហ្នឹងគាត់មានភាពឆ្លៀសវៃគាត់មានដឹងរឿងច្រើនដូចពួកយើងអញ្ចឹងគាត់ច្រើនជាងពួកយើងផងគាត់ការយល់ឃើញរបស់គាត់អ្វីដែលពួកយើងយល់ឃើញអ្វីដែលយើងលើកឡើងមកហ្នឹងគឺយើងមានហេតុផលយើងបានជជែកគ្នាយើងលើកយកពីហេតុផលបញ្ជាក់ប្រាប់បងប្អូននៅក្នុងការផ្សាយហ្នឹងដែរអំពីអ្វីដែលចូលសបាត់ដំបងអំពីនិយាយចំទៅអំពីរឿងចាស់សូហ្វីហ្នឹងអ្វីដែលជើងសឹកគាត់លើកនិយាយហ្នឹងណាបាទគឺពួកយើងបានបង្ហាញអំពីហេតុផលទាំងអស់ហ្នឹងហើយប្រាប់ទៅហើយឲ្យគាត់យោគយល់ឲ្យគាត់មើលឃើញពីចំណុចសាច់រឿងទាំងអស់ហ្នឹងអញ្ចឹងបងប្អូនដែលគាត់ស្ដាប់ទាំងអស់ហ្នឹងគាត់មានការគិតដូចគ្នាបាទហើយអ្វីដែលខ្ញុំបបាក់ហ្នឹងគឺខ្ញុំអត់ចង់និយាយទេគឺខ្ញុំបានបញ្យល់ប្រាប់ឲ្យគ្នាយើងក្រុមការងារយើងទាំងអស់គឺគាត់យល់សតទាំងអស់មានតែម្នាក់ដែលគាត់មិនទទួលយកមិនយល់អីចឹងទៅហើយពួកយើងបានប្រាប់គាត់ប្រជុំប្រាប់គាត់ម្ដងមុនមកហើយបញ្យល់មួយគាត់ម្ដងហើយអីចឹងហើយម្យ៉ាងទៀតខ្ញុំមិនអត់ទេខ្ញុំបាននិយាយថែមទៀតទេគ្រាន់តែចង់ប្រាប់ថាបងប្អូនដែលគាត់នៅកន្លែងនេះគាត់បានមើលឃើញថ្លឹងថ្លែងអំពីហេតុផលទាំងអស់ហ្នឹងខុសគ្នាហើយឥឡូវខ្ញុំបង្ហាញអំពីហេតុផលហ្នឹងទៅបងចូលសម្រាប់ទៀតតើដែលគាត់យល់ឃើញនេះមិនមែនគាត់មិនចោទទេនេះខ្ញុំគិតថាគាត់យល់ឃើញថារឿងតែសូហ្វីហ្នឹងធ្វើឲ្យបែកបាក់គ្នាហ្នឹងឥឡូវខ្ញុំនឹងបកស្រាយភាសាទៀតដើម្បីកុំឲ្យមានការយល់ច្រឡំបងវិសាចបើមានពេលទៅដោះជួយដោះអីគេកុំចាត់ជន់ក្បត់ផងកុំចាត់ជន់ក្បត់ចាំបោះរួយហើយចាត់ជន់ក្បត់ហ្នឹងតែបោះរួយទៅអូខេឥឡូវខ្ញុំបន្តផ្កាព្រៃខ្ញុំប្រាប់ពីរឿងហ្នឹងពីរឿងចែសូហ្វីបន្តទៀតចែសូហ្វីគាត់គ្មានបំណងបំផ្លាញក្រុមការងារយើងទេតែទៅពីតាំងពីដើមមកដែលគាត់តាក់ទងជាមួយហ៊ុនសែនហ្នឹងណាគឺគាត់មានការអន់ចិត្តរឿងមួយចំនួនខ្ញុំមិននិយាយទេរឿងហ្នឹងមាននិយាយវាអត់ចំណេញរឿងគាត់អន់ចិត្តហ្នឹងមិនអន់ចិត្តមួយក្រុមការងារយើងទេអន់ចិត្តរឿងផ្សេងប៉ុន្តែទៅពេលដែលគាត់អន់ចិត្តហើយហ្នឹងណាគាត់ជួបបញ្ហានៅក្នុងរឿងផ្ទាល់ខ្លួនគាត់ផងពេលអញ្ចឹងទៅអាងាកទៅនេះក៏ទុកអាងាកទៅនោះក៏ទុកគាត់សម្រាប់ចេះតែគាត់ដកខ្លួនថយដល់គាត់ដកខ្លួនថយគាត់ប្រកាសគាត់អីហើយគាត់មិនចូលផ្សាយជាមួយម៉ែក្មេករយៈពេលយូរគួរសមដែរគាត់ចូលទេហើយម៉ែក្មេងចេះទាញព្រោះម៉ែក្មេងអត់ដឹងក្រោយមកទៅនៅពេលដែលគេឃើញគាត់កំពុងតែនៅម្ដែតម្ដងអញ្ចឹងគេបញ្ជូនគ្នាគេឲ្យមកអូសទាញគាត់អញ្ចឹងនៅពេលដែលអូសទាញគាត់បានទៅហើយនោះគាត់បានប្រកាសហើយតែគាត់លាឈប់ពីនយោបាយគាត់លាឈប់ពីក្រុមការងារអីទាំងអស់ដល់ពេលអាត្រង់ចំណុចដែលគាត់ប្រកាសថាគាត់លាឈប់ហ្នឹងហ៊ុនសែនដែលទទួលយកគាត់ទៅហ្នឹងហ៊ុនសែនមានអារម្មណ៍ថាហ៊ុនសែនចាញ់ព្រៀបចែសូហ្វីពីព្រោះបើសិនជាហ៊ុនសែនយកទៅក្នុងពេលដែលចែសូហ្វីនៅជាក្រុមការងារក្នុងពេលដែលចែសូហ្វីនៅតែជាមនុស្សធ្វើការឲ្យអ្នកវិជាតបតៃហ៊ុនសែនមានឱកាសដើម្បីចាក់រុកបោកប្រាស់ចែសូហ្វីឲ្យបំបាក់គ្នាយើងប៉ុន្តែនៅពេលដែលគាត់ប្រកាសដកខ្លួនចេញហើយហ៊ុនសែនមានអារម្មណ៍ថាចាញ់ព្រៀបចែសូហ្វីបានហើយពីព្រោះគេបានប្រកាសដកខ្លួនចេញហើយហ្នឹងបាទហើយពេលហ្នឹងហ៊ុនសែនអត់ទាន់ធ្វើអីទេហ៊ុនសែននៅតាមសង្កេតមើលស្រាប់តែថ្ងៃមួយចែសូហ្វីឡាយក្នុងឡានចេញមកជេរបញ្ចោលអ្នកដែលវាបហាទូទួលអ្នកចការបានហ៊ុនសែនបញ្ចេញសម្លេងបញ្ចេញតំណែងតំណងរឿងហ្នឹងមកខ្ញុំចង់ប្រាប់បងប្អូនថាហ៊ុនសែនបញ្ចេញមកហ្នឹងគឺដោយសារហ៊ុនសែនខឹងចែសូហ្វីចេញមុខការពារទូទួលអ្នកចការខ្ញុំចង់ប្រាប់បងប្អូនខ្ញុំតាមលើខ្ញុំមិនចង់និយាយរឿងហ្នឹងវាច្រើនដងទេពីព្រោះពេលនេះជាពេលដែលយើងត្រូវបកស្រាតខោហ៊ុនសែនរឿងបញ្ហាជាព្រំដែនប៉ុន្តែបែរទៅជាយើងទៅលេងល្បែងបង្កើតព្រឹត្តិការណ៍ឲ្យមានរូបភាពថាទូអ្នកការបែកគ្នាអត់ទេក៏យើងទៅបង្កើតព្រឹត្តិការណ៍បែបហ្នឹងអាហ្នឹងយើងមិនលេងយ៉ាងហ្នឹងយើងមិនជួយបង្កើតព្រឹត្តិការណ៍ជាមួយហ៊ុនសែនទេខ្ញុំសួរបងប្អូនដែលកំពុងតាមដានស្ដាប់ទាំងអស់គ្នានេះយើងមានរឿងអី
អត់ចិត្តអីយើងស្ងាត់ស្ងៀមយើងរក្សាស្ងាត់ស្ងៀមខ្ញុំអត់ចង់ឲ្យបងប្អូនកំពុងទស្សនានឹងមកខមមិននិយាយអំពីរឿងក្រុមអំពីរឿងអីទេមានភាពបែកបាក់អីទេខ្ញុំអត់ចង់ចំណាយពេលយកពេលវេលាដែលយើងត្រូវផ្សាយតាខៅហ៊ុនសែនហ្នឹងមកនិយាយរឿងហ្នឹងទេវាអត់ចំណេញដល់គ្នាយើងទេវាអត់ចំណេញដល់ការតស៊ូរបស់យើងទេចឹងហើយបាទហេតុអីបានជានៅពេលដែលយើងគួរតែយើងរួមគ្នាស្រាតខៅហ៊ុនសែនអំពីរឿងព្រំដែនឲ្យទៅជួយបង្កើតព្រឹត្តិការណ៍ឲ្យហ៊ុនជួយប្រឡប់ឲ្យហ៊ុនសែនមានព្រឹត្តិការណ៍អីណាមកតាមដានរឿងមនសិការឆ្លោះគ្នាអីណាវាទៅជាអញ្ចឹងណាបងអញ្ចឹងហើយខ្ញុំចង់ប្រាប់បងប្អូនថារឿងចៅសូហ្វីនេះគាត់គ្មានបំណងចង់ឲ្យទូពួកក្រុមយើងបែកគ្នាទេបាទហើយខ្ញុំបានប្រាប់គ្នាយើងដែរថាបើសិនជាឃើញគាត់ចូលដល់ចៃដន្យក្នុងនាមជាភៀវជាអីហ្នឹងបើយើងមិនពេញចិត្តកាយគាត់នេះទៅណាយើងទុកចោលទៅទុកម្ដុំទៅកុំឲ្យវាមានរឿងអញ្ញាកុំឲ្យវាចេញព្រឹត្តិការណ៍ចេញអីចឹងហ្នឹងហើយកុំភ័យថាគ្មានអ្នកណាគេមកចោទមកវាបហាក្រុមយើងថាយើងជាក្រុមធ្វើការឲ្យហ៊ុនសែនទេពីព្រោះរាល់ការផ្សាយរាល់ការដែលនិយាយរបស់យើងគឺយើងតាមខៅហ៊ុនសែនពួកបងប្អូនអ្នកតាមដានអ្នកទស្សនាគាត់ស្គាល់អំពីគោលចំហពួកយើងច្បាស់លាស់ហើយបាទសូមកុំឲ្យមានការព្រួយបារម្ភថាគេគិតថាក្រុមយើងនឹងមានមនុស្សហ៊ុនសែននៅជាមួយធ្វើឲ្យយើងនឹងខូចក្រុមស្អីក្រុមអត់ទេក្រុមយើងតាំងពីដើមមកយើងឃើញទេមួយដែលបងប្អូនមានទំនុកចិត្តជឿទុកចិត្តជាងគេលេចធ្លោជាងគេនៅក្នុងក្រុមផងចេញទៅលក់ក្បាលឲ្យហ៊ុនសែនប៉ុន្តែបងប្អូនអ្នកតាមដានទស្សនាគាត់នៅតែស្រឡាញ់នៅតែគ្រប់គ្រងទូនាទីការដដែលហ្នឹងឃើញទេពីព្រោះចំហរបស់យើងនៅលើចំហនេះគឺជាចំហរបស់យើងគោលដៅរបស់យើងគោលការណ៍របស់យើងគឺយើងនៅតែឈរជាមួយលោកហ៊ុនសែនសំរងស៊ីនៅតែឈរជាមួយនឹងអ្នកជាតិតៃអាហ្នឹងហើយខ្ញុំចង់ជឿការនឹងបកស្រាយឲ្យគាត់នេះទៅកុំឲ្យគាត់មានការយល់ច្រឡំតទៅទៀតចូលសិបបាត់ដបងបាទនេះខ្ញុំចង់បញ្ជាក់តាមពិតរឿងនេះខ្ញុំធ្លាប់រំលឹកប្រាប់ហើយរឿងករណីចៅសូហ្វីវាមានលក្ខណៈខុសគ្នាអំពីរឿងផ្សេងសេរីខ្ញុំអត់ចង់និយាយរឿងហ្នឹងទេគាត់គិតថាផ្សេងសេរីហ្នឹងហើយនឹងសូហ្វីដូចគ្នាអត់ដូចទេបងប្អូនផ្សេងសេរីគាត់សង្ងំនៅធ្វើការជាមួយយើងយកលុយពីយើងធ្វើការទៀតគាត់គ្នាណាគាត់នេះគាត់ប្រកាសដកខ្លួនឈប់ត្រង់គាត់ប្រកាសដកខ្លួនឈប់ហ្នឹងហើយហ៊ុនសែនមានអារម្មណ៍ថាចាញ់ព្រៀបសូហ្វីបន្ទាប់ពីហ្នឹងមកមិនតែមកចាញ់ព្រៀបរឿងហ្នឹងទេឃើញសូហ្វីចេញ live វាបហាជេទៅអ្នកដែលកំពុងតែវាយនាឡិកាអ្នកដែលកំពុងតែជួយហ៊ុនសែនដោយមិនដឹងខ្លួនខ្ញុំមិនចោទថាគាត់នឹងទៅជួយហ៊ុនសែនទេប៉ុន្តែមកវាយបហាទូទៅនាឡិកាដូចជួយហ៊ុនសែនដោយមិនដឹងខ្លួនអញ្ចឹងសូហ្វីទ្រាំបានចេញ live នៅក្នុងឡានគេបចោលមកប្រើទៅហ៊ុនសែនបញ្ចេញកលេងមកដល់អានេះបងប្អូនណាអាហ្នឹងខ្ញុំថាអ្វីពួកយើងធ្វើអ្វីយើងមានហេតុផលយើងមានអីច្បាស់លាស់ហើយខ្ញុំដឹងថាបងប្អូនដែលគាត់ស្ដាប់ទស្សនាគ្រប់គ្រងក្រុមការងារហ្នឹងទូទៅនាឡិកាហ្នឹងគាត់ក៏មានគំនិតក្នុងការតែពិចារណាដែរថាអ្វីដែលពួកខ្ញុំលើកឡើងហ្នឹងជាការពារផ្កាប់មុខឬមួយក៏ជាហេតុផលដែលពួកគាត់ឃើញអញ្ចឹងមែនបាទអានេះគឺខ្ញុំចង់ចូលរួមហ្នឹងទេបងបិសាចបាទអូខេបាទបាទនៅអរគុណដល់នេះក៏ពិតរឿងរ៉ាវនេះយើងបកស្រាយ2ថ្ងៃក៏អស់ដែរបងប្អូនហើយខ្ញុំមានវីដេអូបង្ហោះអ្នកណាចង់តាមដានវីដេអូសំឡេងទាំងអស់ខ្ញុំបង្ហោះទាំងអស់វីដេអូសំឡេងដែលគេយកមកកាត់តវាយបហាហ្នឹងគឺសំឡេងតែមួយជាហៀងនេះតែហ៊ុនសែនចង់បំផ្លាញយើងបាទហ៊ុនសែនចង់បំផ្លាញយើងហើយគេយកតែសម្ដីសូហ្វីនិយាយថាអូខ្ញុំទ្រាំនៅយូរតិចដើម្បីឲ្យគេទុកចិត្តតាមវាយបកវិញបងប្អូនអាហ្នឹងគឺសំឡេងដែលនៅពេលដែលហ៊ុនសែនបង្ខំគាត់ឲ្យចុះចូលហើយអីមិនយូរម៉េះក៏មិនទៅចូលមិនតធ្វើលិខិតអីចឹងហើយគាត់ក៏និយាយចឹងទៅដើម្បីឲ្យពជាពេលជាមួយហ៊ុនសែនហើយសំឡេងខ្ញុំសុំតែមួយទៀតធីណាឈឿងគាត់ថាអយុធធម៌ខ្ញុំចង់ប្រាប់ចេះវីដេអូហ្នឹងគឺវីដេអូយូរហើយបងប្អូនបងធីណាគួរដឹងឲ្យចរិតរបស់សូហ្វីហើយនឹងម៉ែក្មេកប្រតិកម្មតែប៉ះគាត់អត់សូវបានពិចារណាអ្វីឆ្ងាយទេគាត់ដាក់គាត់ថាហើយអ្វីដែលគាត់វីដេអូដែលគាត់ធ្វើហ្នឹងគឺក្រោយពេលដែលមានហេតុការណ៍ផ្សាយហេតុការណ៍នឹងកើតឡើងទៅគាត់ទ្រាំបានបើទោះបីជារឿងនោះត្រូវបានលុបចោលក៏ប៉ុន្តែប៉ុន្តែពួកអាខ្មែរលក្ខក្រុមអាចាក់រុករបស់ទូទាំងអ្នកពួកអាគណៈប្រជាជនពួកអាចាក់រុកនោះវាបានថតវីដេអូនោះទុកមួយទៅហើយបញ្ចូលទៅកាត់ទៅបង្ហោះភាសាទៀតឲ្យសូហ្វីឃើញសូហ្វីក៏គាត់ចេញចឹងទៅបាទមិនមែនសុកគាត់តែចេញចឹងទេខ្ញុំនិយាយបើចង់និយាយអំពីយុទ្ធធម៌ខ្ញុំឲ្យមានយុទ្ធធម៌ផងបាទរឿងគឺផ្ដើមចេញមកវាប៉ុណ្្នឹងឯងហើយតែគាត់ប្រតិកម្មទៅឲ្យសូហ្វីទៅអីហ្នឹងពេលហ្នឹងគឺសូហ្វីមិនមែនចូលមកនិយាយរឿងគាត់មិនមែនចូលមកនិយាយរឿងយើងណាសូហ្វីចូលមកជេរហ៊ុនសែនតើបាទត្រង់បាទខ្ញុំនិយាយឲ្យមានយុទ្ធធម៌ទៅវិញណាអង្គទីណាបាទកុំឲ្យថាខ្ញុំឆាហ្នឹងវាអយុត្តិធម៌ចំពោះអ្នកណាអត់ទេគឺខ្ញុំចង់ឲ្យមានយុត្តិធម៌សម្រាប់ក្រុមបាទអញ្ចឹងចង់បញ្ជាក់សារឡើងវិញក៏លោកទីណាគាត់ភ្លេចចំណុចនេះបាទក៏លោកក៏បានតាមដានចំណុចនេះបងបាទពេលច្រើនខ្ញុំឃើញឈ្មោះគាត់ដូចចូលសបាត់បងហ្នឹងខានអត់ដែលឃើញចូលតាមដានយូរអត់ដែលឃើញខ្ញុំបង្ហោះស្អីអត់ដែលឃើញសំឡេងខ្ញុំបង្ហោះអីសូហ្វីនិយាយជាមួយនរណារឿងវីដេអូដែលមានការជេរខ្ញុំនឹងចឹងវិញខ្ញុំអត់បដិសេធគាត់ជេរវិញប៉ុន្តែគាត់ចេញ live វាយបហាហ៊ុនសែនទេបងប្អូនដោយសារនៅtrong clip
có thư nhà video đây là chấm lươn nè tranh vay bà môn chê có thà có sự đặc vụ xây trà cam ấy lệ luôn là trôn một cái lom một vài bạn mình rương rock hay mà hỏi chấm lươn là đây kho là đây tam tàn đấy mà vốn á quan tay là bây giờ rương dân snap ngắt hỏi bay như cái màu hay nhiều vậy nhé khi mình trong lớp rương đi màu vay bà cái này anh không tụt tụt này cả mà vốn nhưng không gì thằng bà mà tụt tụt này cả nhưng mình trong vay bà cái này anh ấy trong còn là bọc sai bạc bằng ôn bằng ôn su và từ su đó khi mình nói thà chồng chạy và nhưng công ba bom cầm lai hôn nhưng ta mình bỏ sai cầm bỏ sai cho nó cà phê nhưng vì chẳng bên con ta bởi sao thì mình bỏ sai nó từ su từ đây nó khác khơi nằm tinh nó khơi nằm mà chỉ hiên mà cầm nam tinh nó vô mà su ô ai chỉ được thôi cũng được đấy con ta rương sạch rương tầm mũ đó ở bên là na châu tam ta để bạn ở bên na châu tam bạn này thôi nên là chắc rương chặt ra mà rương tinh nó tam ta rương là châu thọ con là rương tìm môn một đam hay ở đây là đây là cả là dương trong cái vô tam cái rương đam hay cả đầu nặng đừng mà thôi rương này không sao lăng mình tên là vì tổng liên rút thọt con ấy tới nó nói xa có tới sầm mai chỉ mua dương nâu tây bà đắng rồi để thôi hôn sai thân khác hôn sai thì rôm chăm ôi Sophie trên mong là mấy vay bà bộ màu nẹp chưa tập tái thì con tay con mình thôi con trong nó xong các con ban để dây mới hôn sai thì xa theo bà ho để còn dây hôn sai đó rồi cú khi mà châu cái đạp là tích trong nơi cái đa thay chỉ không ai thong mà ra rob an thì là song khang vẫn là hôn sai về mình sọc chặt đấy vì pro Việt đăng ta Sophie Snapchat chất snap mới cái nạp bảng trăm hoi Snapchat mới lục thiên sòng xin à và sân việc vì ai tiện thiên kiểm đối cho Sophie vài ba lục thiên sòng xin ba chỉ chốt chơi bao hôn sai là bạn hôn sai về việc đào lắng đó là hoi là bên hôn sai chặt đam thơ ba con bóng play con nạp chỉ thấp tay như có chơi con bóng ôn ông nhân là chưa chạm về ông nhân là cho lại con tay là về khơi Sophie chơi là nam đi chơi bóng ôn chưa chạm à chưa chạm bạn phải một con chơi mình cảm chơi đấy bóng ôn bóng vì sao nhưng so mỗi tí thì nhầm mới tới thời việc để tôi muốn là vấn đề nhầm căng phần có bóng ôn tha ôi bóng ôn là cứ ẩm tí hay pha là cũng nhầm được lại nó phong hơi và dần kia bóng chỉ nào có thả cho để khoa đường nâng vì ấy nó xong mọi quạt bánh chẹn bạc hay pha là đây chỉ có mình mà khi mình chơi tọt là tay cao là tại khi mà bạn chơi rú mà chở xong quạt nhưng bắt ấy của nhung cứ thả quạt coi trên này chia tập tay đây và bạn chỉ quạt châu bao người ta quạt chẳng ở kênh trong gì đó quạt chẳng ở miền phía dưới thoa anh đang cứ nhung vô tròn và chẳng chẳng ở quạt đi pro phong là vì chẳng nói dưới thoa chẳng mấy ai quạt là xây chỉ có mình mà khi mình chơi tọt thì sao chẳng có đây bom bị sai hay bom bom được nhung xong là phải tôi nhung xong chỉ việc trên cái môn đời sang nhung mà cho cả quân tất cả okนั่นคือเอาคนถามเรื่องมันจะรุ่งนั่นก็บางพูดเรื่องราวโมหะหัวใจเรื่องรอกไข่ยุ่งให้ได้ยังดอกสายให้ยังทั่วไอ้คนใจบะมุกยังทั่วไอ้คนใจขังสัมบาเธอคนใจเจงปลายอมก็ครุบตึกตีบอกไว้บ้าเจี๊ยบเจ้าโซฟีอเมรินาเกิดความไฟยังเอาอยู่แต่ทอจมูกโซฟีอเมรินาเยอะบ้าอเมรินาความไฟเขาดับไปเรื่องแต่ขึ้นเรื่องนี้บางคนจับออกมาบ้าthì là chương cái mình bài gì cho đấy trong sống sống với ta nè thằng tí chui chiết rồi có chui xảy ra mà bị xa nè bóng bóng trong ban này ấy con chỉ trong càng nghề chả bỏ những con từ tu tới cao quay bà trở nè nói xa là bỏ hôn sen thuộc bác những chui chiết khi những chui chiết với pro trong càng nghề những con đừng tiên con tập mà vinh tầm bây ấy con quay bỏ to tập hôn sen con chui chương thì mới những ở bây đây trong ban bị chết ba con mình cho châu đời tham nâu tay mà cho châu thì mới kế bờ mình cho châu mới kế con nó châu kháng dương ở đây hai con nó châu kia má nó quay bỏ tập hôn sen tập tới vích anh đang xem xong bị chết chứ thì là chưa ở vô là ba và tan rương tan bị đa mau bằng vô lại bỏ con tay đầu bên mà chạm rương bẹt cái đa chẳng bao ôn mà suốt trao tập bộ dương ở điện thoa tại dương chui xảy ra chui xảy chẳng bao ôn anh đang chỉ rương chạm bạc cam ô hai chỉ rương ở vô lại bỏ này để gì thì sao nâng mau suốt chẳng bao cứ mình được để ở bàn tạm đá đó hai bao ôn môi trường luôn đây có tam than có đơn rương thằng ó có đơn hải dương ca dương ở bây giờ dương thuế cứ tầm bây cầm ở châu cho thật xa không sai hôn sáng trong vòng bay từ tu cả đó việc ban rừng Sophie đang ngồi về chắc đó thôi những bệnh bạc hệ thời những chuột nhiều vol thôi những chuột vay bà rừng sọc mai rừng từ cầu hôn vì pru con tu cả dương hai chuyện đã bỏ sai kiểu đã khâu bà bỏ ra rừng từ cầu hôn kháng nào về thời về khăn viết trong vòng bay bạn dương vừa vì trong lúc vòng bắt thằng mấy vòng tay về thời tự rồi vậy và tại sao dây dàng phải chui chia phải chui chia cho bọn lỗ ở bạn đây này
Okay, but if you don't want to hear that much, so stop asking all that question then. Because if you are still asking the question, I try to explain to you by detail from the beginning to the end. But if I explain everything, you still don't understand, still ask question again, that means something wrong with you guys. Okay. ណារិនជាទូទៅយើងអាចធ្វើចឹងមែនប៉ុន្តែយើងបញ្ជាក់ច្បាស់យើងអ្វីដែលយើង